នៅមួយរឿងទៀតរឿងនេះក៏ពិរោះម្យ៉ាងដែរញាតិញោមធ្លាប់ឮដែរណាវិជាតមួយឈ្មោះមហិលាមុខជាតមហិលាហ្នឹងគឺជាឈ្មោះរបស់ដំរីហ្នឹងដំរីឈ្មោលប៉ុន្តែមុខដំរីហ្នឹងដូចញីចឹងបានគេហៅថាមហិលាមុខជាតដំរីមុខដូចញីមុខញីមិនទៅដំរីញាតិញោមដែរឃើញដូចញីពណ៌ក្រហមថាកថាបញ្យល់ថាដំរីហ្នឹងបើមើលពីមុខស្អាតប៉ុន្តែមើលពីក្រៅអត់ស្អាតទេអញ្ចឹងហើយក្នុងការនោះព្រះអង្គគង់នៅវត្តវេលវ័នព្រះអង្គទ្រង់ប្រារព្ធនៅវិខុទេវទត្តដោយក្នុងការនោះវិខុទេវទត្តហ្នឹងបានការដែលមិនទាន់ឈានសាបសូន្យណាតំបួសថ្មីហ្នឹងលោកមានឈានរហូតដល់សម្ដែងរិទ្ធឲ្យព្រះបាទអាជាតសតុនឹងជ្រះថ្លាបាទជាសតុនឹងជ្រះថ្លាទៅក៏ឲ្យគេកសាងនៅវិហារមួយនៅនឹងកយាសីសៈប្រទេសកយាសីសៈយើងគិតទៅនៅខាងជើងកន្លែងព្រះអង្គត្រាស់ដឹងជើងឆ្ងាយដែរជិះឡានផ្លែតដែរណាទៅដល់កយាសីសៈហ្នឹងឲ្យគេកសាងវិហារហើយឲ្យទេវទត្តនឹងគង់នៅនឹងទៅបានរៀបចំនៅចង្ហាន់នឹងធ្វើអង្គនឹងគេទុកមកស្រូវគេមិនទាន់កិនគេទុករហូតដល់13ឆ្នាំទុក3ឆ្នាំទៅអង្គល្អគេថាទុកដល់កម្រិត3ឆ្នាំគឺល្អបើញាតិញោមកាលណាទុកអាល្អ3ឆ្នាំហើយណាយកទៅកិនមើលវាយ៉ាងម៉េចចឹងឲ្យគេរៀបចំចង្ហាន់សម្រាប់ទេវទត្តហ្នឹងក្នុងមួយថ្ងៃហ្នឹង500សម្រាប់យើងហៅថា500ថាសចឹងណាចឹងទៅលៀបសក្ការៈហ្នឹងក៏ចម្រើនដល់ទេវទត្តហើយបរិវាររបស់ទេវទត្តហ្នឹងក៏សប្បាយនឹកឃើញថាយើងមានចង្ហាន់ឆាន់ស្រាប់មិនពិបាកដើរបិណ្ឌមិនពិបាកដើរបិណ្ឌអញ្ចឹងក្នុងការនោះមានសម្លាញ់2នាក់ហ្នឹងគេទៅបួសមួយទៅក្នុងសំណាក់បួសហើយនៅក្នុងសំណាក់របស់ព្រះអង្គមួយទៀតបួសហើយទៅក្នុងសំណាក់របស់ទេវទត្តពេលមួយហ្នឹងលោកទៅជួបគ្នាទៅក៏និយាយម្លាញ់ឯងត្រាច់ទៅបណ្ឌបាតញើសហូររាល់តែថ្ងៃធ្វើអីមិនក៏មិនមកនេះមកណាមានចង្ហាន់គ្រប់គ្រាន់ភោជនសុទ្ធតែល្អមានទោសដល់ប្រសើរផ្សេងមានតាំងពីបាយាល្អណាស់ណាចឹងទៅបានថាលោកនៅអីហ្នឹងមកនេះមកប្រាប់ចឹងព្រោះអញ្ចឹងហើយបានរៀបរាប់អំពីម្ហូបនឹងវាឆ្ងាញ់បលឹមឡើងមានបបរហើយមានសម្លឧត្តរិភង្គៈហ្នឹងហៅសម្លឆ្ងាញ់របស់គេដឹងឡមិនណាហើយមានរបស់គួរទំពាហ្នឹងរាប់10មុខចិត្ត20មុខចេះខ្វះទេចឹងទៅវិខហ្នឹងដល់សម្លាញ់បបួលញយចឹងទៅនៅឃើញមែនណាអញ្ចឹងទៅឈប់ទៅបិណ្ឌទៅបិណ្ឌព្រលឹមឡើងទៅគយាសីសៈទៅបរិភោគអីហើយចឹងទៅល្ងាចឡើងបានទៅវត្តវេលវ័នទៅវេលវ័នចឹងលោកឈប់បិណ្ឌលោកទៅឆាន់ងាកឡើងបានមកវិញតែចឹងទៅលើដំណឹងដល់គេលើថាវិខុហ្នឹងទៅកាន់គយាសីសៈប្រទេសបរិភោគភ័ព្វដែលជាឧបថៈចំពោះទេវទត្តចឹងទៅ
bán cái mật lành xây tiện năng cái xua bàn lì tha lục nó tự bỏ được phô cái ở bật hạ đào tê và trọt bật rứ đó lốp xua vinh nên là thả rồi nên là cái thả thế nè này hệ mua nô ở cái prap á chẳng tới ban tha nhóm tay men có ban đầu nhóm mến bà bỏ được phô phọt đại tê và trọt ỏi nè nè đại tê cái ỏi nhóm thế mến tê và trọt ỏi thế chẳng tới khẩu lại nó có bà bàn bồ thằng này ao của sào khẩu tê và trọt chia chìm rôn chia bần la chìm bố bố bốt chỉ nè tiêu sơ nhang để bạn ở chia ta sẽ tậu nâng ở chia la hỏi nhang liệp sẽ ca rạ cả là để luôn ái đại men bật cọp đòi tho hay lộc buôn ở nông sa na đây chỉ kêu non tranh trả tục miền sập hiệp bẹp ní bài tới chỉ bỏ để phô để cả lang đòi tê và trọt đây chia phọt men bật cọp đòi tho phọt để men bật cọp đòi tho nó cứ biệt kia cô kế nó nhận nhầm giờ đấy thà chi anh nê sẵn nạ cao rụt màu đậm bầy bạn luôn ai ấy chân tử mày nô ấy sao mày đi chờ này mở tử này để chẳng đấy anh thấy nó bởi vì nòm lột nâng tới can sẵn nạ vào ông nòm để chùa vào ông đấy vào ông xuông đi bị khẩu nè tương lai nòm bị khẩuมันtrong màu bị nà màu ban krap tu tha bậc cạn na khẩu từng lai nâng krap tu tha bị khẩu ní buộc nông sầm nạ bảo ăn hái bò để phổ chốn để cắt nông sầm nạ tê và toa vẫn đang là tê và toa nó trục sa rồi chăng về tự bò để phổ hai chỉ môi nằng nẹt trục sa về tới chia cả bò để phổ rôm chỉ môi nắng bị khẩu đài mình mặc ba chẳng đấy nên là trong vì này nó cứ tăng rần chẳng chẳng tới bà ông có tra tha này bị khổng nè bàn lưu tha nè bỏ được phô chân đại cả đang đào tê và toát đại mìnhประกอบដោយធម៌ពិតមែនឬណាព្រះអង្គគឺអញ្ចឹងអានភិក្ខុនឹងក្រាបទូលថាប្រកាសណាព្រះអង្គទេវតនបានឲ្យផាត់នឹងដល់ខ្ញុំព្រះអង្គទេតែភិក្ខុដតេជាអ្នកឲ្យទៅខ្ញុំព្រះអង្គនឹងទៅបរិភោគផាត់នឹងចឹងបានព្រះអង្គត្រាស់ថានៃភិក្ខុអ្នកកុំនិយាយបដោះបដាយអញ្ចឹងទេវតតជាបុគ្គលមិនមានអាចារៈជាអ្នកទ្រុសិលបួសក្នុងសាសនានេះហើយអ្នកឯងទៅគប់រោគបរិភោគនៅផាត់ដែលទេវតតបានមកមិនប្រកបដោយធម៌ហើយបានព្រះអង្គត្រាស់ថាអ្នកឯងជានិច្ចកាលមានប្រកដីគប់រត់បុគ្គលដែលគ្រាន់តែឃើញនោះក៏ខ្សែគប់គេបានដែរបានត្រង់នាំអតីតនិទានមកជាស្រ័យរបស់ភិក្ខុហ្នឹងដែរគ្រាន់តែឃើញគ្រាន់តែឮហ្នឹងក៏តាមគេដែរចឹងទៅបានព្រះអង្គត្រាស់ថាក្នុងអតីតកាលហ្នឹងព្រះបាទព្រហ្មទត្តសារីសម្បត្តិនៅក្នុងក្រុងព្រាណសីពពុរិស័ទហ្នឹងបានកើតជាអមាត្យរបស់ព្រះបាទព្រហ្មទត្តនឹងឯងក្នុងការនោះមានដំរីមង្គលរបស់ព្រះបាទព្រហ្មទត្តហ្នឹងឈ្មោះមហិលាមុខៈដំរីមិញហ្នឹងណាជាដំរីមានសិលល្អបរិបូរដោយអាចារ្យមេរយាទមិនចេះបៀតបៀននរណាទេអត់មានបៀតបៀនគេទេថ្ងៃមួយមានចៅមកក្រុមចៅហ្នឹងគេទៅមុននឹងចូលទៅលួចហ្នឹងគេទៅពួននៅកន្លែងរូបដំរីហ្នឹងឯងទៅក្នុងកដាយប់តែគេអង្គុយពិភាក្សាគ្នាពីរឿងការចូលលួចហ្នឹងថាយើងត្រូវជីករូបចេះហើយត្រូវកាត់ជាងហ្នឹងកាត់ចេះប្រាប់គ្នាអញ្ចឹងណាយើងត្រូវធ្វើរូបនឹងឲ្យកាប់ឆ្កានឹងឲ្យស្អាតឲ្យស្រឡះណាប្រសិទ្ធៈនៅគុំឈើណាដូចជានឹងផ្លូវអញ្ចឹងណាហើយយើងចូលទៅលួចក្នុងទីដែលគួរលួច
ការដែលលួចបានហើយត្រូវប្រហារក៏បានត្រូវសម្លាប់ក៏បានអ្នកណាតដៃសម្លាប់តែការបើធ្វើយ៉ាងនេះឈ្មោះថាអ្នកនឹងអាចក្រោកឡើងប្រឆាំងនឹងយើងអ្នកណាដតីដែលអាចប្រឆាំងនឹងយើងនឹងអត់មានទេហើយដល់តកັບសម្លាប់ចោលចឹងទៅចោលនឹងគេបង្រៀនគ្នាគេនោះទេណារៀនគ្នាគេទេហើយណាហើយចឹងទៅចោលនោះវាមានសិលណាងាយយ៉ាងងាងទៅជាមនុស្សរឹងត្អឹងគ្រោកគ្រឹកចេះរឹងរូសប្រឹក្សាគ្នាអញ្ចឹងរឿយតែប្រហែលថ្ងៃអញ្ចឹងចោលនឹងគេមកជជែកគ្នារាល់តែយប់ដល់អញ្ចឹងទៅតម្រៃស្ដាប់បានដល់ស្ដាប់បាននឹកឃើញតែចោលហ្នឹងប្រហែលមកបង្រៀនអញហើយមើលទៅញាតិញោមដែរនឹកឃើញចង់បង្រៀនចាប់ឲ្យខូចដែរទេពុកម្ដាយខ្លះមិនដែលគិតថាបង្រៀនកូនឲ្យខូចទេក៏ប៉ុន្តែឆ្លោះគ្នារាល់ថ្ងៃមិនអញ្ចឹងណាអីសម្ដីសម្ដុតគម្រាមកំហែងប្រពន្ធឬក៏ម្ដាយនឹងសម្ដុតឲ្យប្តីអញ្ចឹងណាចឹងទៅដូចជាបង្រៀនកូនអញ្ចឹងចឹងគិតថាចឹងពីថ្ងៃហ្នឹងទៅអញបាច់ធ្វើអីសัตว์ស្លូតបោតអីទេទៅជាសัตว์ចេះរឹងរូបគ្រូក្រៀតទៅជាសัตว์កាចហ្មងទៅដែលគេបរៀនអញ្ចឹងហើយឯកឡើងព្រលឹមឡើងមកដំរីចូលមកទាញទៅនោះចាប់បោកភូសងាប់ទៅចូលមួយទៀតភូសមួយទៀតដាក់ចូលងាប់ទៅគេលែងហ៊ានចូលបានពួករាជបរោះនឹងទៅក្រាបទូលព្រះរាជាថាព្រះអង្គឲ្យដំរីនឹងឈួតហើយហិលាមុខៈនឹងឈួតហើយសម្លាប់មនុស្សឲ្យតែឃើញសម្លាប់គេសម្លាប់ឯងបានទៅហៅពពុទ្ធិស័តមកមិនទៅដំរីនឹងអញ្ចឹងទៅបានពុទ្ធិស័តនឹងចូលទៅណាចូលទៅមើលទៅវិស័តនឹងវាអត់មានឈឺអីទេសួរមកដំដីទៅថាអត់មានអីដែរហើយសួរថាយប់ឡើងមានណាមកចែកនឹងអត់បានថាយប់នឹងច្រើនតែលឺហើយមានសម្លេងមនុស្សមកលូដូចចោលអញ្ចឹងមកនិយាយគ្នាអញ្ចឹងណាចោលហ្នឹងហើយចោលមកនិយាយទៅហ្នឹងយប់ឡើងអញ្ចឹងទៅបានពុទ្ធសាសនាឃើញថាអូរឿងហ្នឹងគឺអញ្ចឹងទេគេមកអំពីដំរីហ្នឹងស្ដាប់ចោលនិយាយគ្នាអញ្ចឹងអីទេបានទទួលព្រះរាជាថារឿងហ្នឹងមកអំពីដំរីហ្នឹងស្ដាប់ចោលបានវាទៅជាចង់ខ្លាចជាចោលដែរដំរីថាអញ្ចឹងទៅបានឥឡូវធ្វើម៉េចថាអញ្ចឹងមានតែនិមន្តពួកសមណៈព្រាហ្មណ៍មកជាអ្នកមានសិលឲ្យមកអង្គុយក្នុងរោងដំរីនឹងម្ដងទៅមានតែក្បែរខ្លៃចាប់ដែរតែអង្គុយក្បែររោងដំរីនឹងទៅសមណៈព្រាហ្មណ៍នឹងនិមន្តទៅអង្គុយទៅនិយាយគ្នាអំពីសីលកថាអំពីសិលអំពីអីចឹងទៅវាចាកបាណាតិបាតអីកុំសម្លាប់សត្វអីចឹងទៅមិនមានទិដ្ឋិរឹងត្អឹងជាអ្នកមានសិលមានអាចារៈត្រូវជាអ្នកប្រកបដោយខន្តីមេត្តាករុណាចែកគ្នារឿយចឹងទៅដំរីដល់បានស្ដាប់អញ្ចឹងទៅគិតថាអូសមណៈព្រាហ្មណ៍ទាំងអស់នេះប្រហែលជាបង្រៀនអញទៀតហើយបង្រៀនឲ្យអញនឹងជាអ្នកមានសិលអញ្ចឹងចាប់ពីពេលនេះទៅអញគួរជាអ្នកមានសិលតាំងនៅក្នុងសិលដូចមុនវិញចុះអញ្ចឹងទៅក៏ទៅជាសិស្សទៅជាដំរីនឹងស្លូតទៅស្លូតអ្នកមានសិលរាជាសួរមកហើយដំរីនឹងថាអីទេព្រះអង្គដំរីនឹងមានសិលវិញហើយរាជាថាដំរីកាចមានសភាពបែបនេះព្រោះអាស្រ័យបណ្ឌិតទាំងឡាយទៅតាំងនៅក្នុងធម៌ណាព្រមមានបណ្ឌិតទៅដំរីនឹងទៅជាមានធម៌វិញចឹងបានពោលថាដំរីដ៏ឧត្តមឈ្មោះមហិលាមុខៈបានស្ដាប់ពាក្យរបស់ចោរទាំងឡាយមុនហើយក៏ប្រព្រឹត្តតាមចោរនឹងបោកសម្លាប់នៅមកដំរីហើយលោកបានស្ដាប់នៅពួកលោកអ្នកមានខ្លួនសង្រួមល្អហើយក៏បានតាំងនៅក្នុងគុណធម៌វិញព្រះជានឹងពោលអញ្ចឹង
ចឹងទៅក្រោយពីបានពោលចឹងទៅព្រះរាជាក៏បានមានព្រះតម្រេះត្រេះថាត្រេះរីថាអាមាត្យនឹងអាចដឹងអធិស្ឋ័យសំបីតែសត្វតិរិឆានចឹងទៅក៏ព្រះរាជាទាននៅយុទ្ធដ៏ធំចំពោះពពោធិសត្វព្រះរាជាបានគង់នៅក្នុងបជននឹងអស់ទៅដោយជាអ្នកតាំងនៅក្នុងធម៌អស់បជនទៅក៏ទៅតាមយថាកម្មហើយពពោធិសត្វនៃយើងហ្នឹងក៏ទៅតាមយថាកម្មដូចគ្នាព្រះបរមសាស្តាព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាមនីភិក្ខុសំបីក្នុងការមុនភិក្ខុដែលទៅឆាន់កន្លែងគេណាសំបីក្នុងការមុនអ្នកក៏គប់រកបុគ្គលដែលគ្រាន់តែឃើញដូចគ្នាបានតែឃើញគ្រាន់តែឮហ្នឹងក៏ទៅណាបានស្ដាប់របស់ពាក្យចោលក៏មានចិត្តដូចជាចោលណាលុះបានស្ដាប់ពាក្យរបស់សមណៈព្រាហ្មណ៍ដែលជាអ្នកតាំងនៅក្នុងធម៌ទើបគប់រកបុគ្គលដែលតាំងនៅក្នុងធម៌ណាអាហ្នឹងនិយាយពីការខ្សែគប់គប់ទៅមួយចោលក៏ទៅជាចោលណាគប់ចំពោះខ្សែគប់ចំពោះសប្បុរសក៏ទៅជាអ្នកមានធម៌អញ្ចឹងទៅបានព្រះសាស្តាការទ្រង់នាំធម្មទេសនាមកសម្ដែងហើយក៏ទ្រង់បន្តអនុសន្ធិណាប្រជុំជាដកថាដំរីមហិឡាមុខៈក្នុងការនោះគឺបានមកជាភិក្ខុនេះឯងខុសដែលខ្សែគប់ខុសក្នុងការឥឡូវនេះហើយព្រះរាជាក្នុងការនោះគឺជាព្រះអនន្តចំណែកអាមាត្យដែលជាបណ្ឌិតក្នុងការនោះគឺតថាគតអរហន្តសម្មាសម្ពុទ្ធនេះឯងសូមអនុមោទនាណាចាប់ហើយប៉ុណ្ណឹងបានថ្ងៃហ្នឹងយ៉ាប់ល្មម